បន្ទាប់ពីខ្ញុំហោះអស់មកសបកមកខ្ញុំក៏បានមកដល់ផ្ទះហើយនាគរបស់ខ្ញុំនេះក៏វារៀងធំល្មមដែរអ្នកនេះជិះអាចជិះបានហើយមើលនាគឆ្អែតឆ្អន់នេះខ្ញុំក៏បានយកអីវ៉ាន់របស់ខ្ញុំដែលយកពីផ្ទះចាស់ហ្នឹងយកមកទុកនៅផ្ទះថ្មីបន្ទាប់ពីខ្ញុំទុកអីវ៉ាន់ហើយខ្ញុំចាំអស់មកសបកទៀតមកនាគរបស់ខ្ញុំក៏អាចជិះបានហើយខ្ញុំក៏សាកជិះវាលេងសិនទៅហើយជិះនេះក៏ខ្ញុំមិនដឹងថាជិះធ្វើស្អីដែរខ្ញុំចេះជិះទៅមកហើយខ្ញុំត្រឡប់ទៅផ្ទះវិញដែរហើយអ្នកគ្នាខ្ញុំសូមនិយាយរឿង YouTube បន្តិចអ្នកគ្នាមានដឹងថា YouTube ពេលយើងផុសទៅយើងអាចកែអីវាក្នុងនឹងបានព្រោះខ្ញុំសាកផុសម្ដងហើយយើងអាចបូកវីដេអូចូលគ្នាបានច្រើននៅក្នុង YouTube ទេយើងត្រូវយកមកកាត់ក្នុង CapCut ហើយបានយកទៅផុសបានហើយដូចអ្នកគ្នាដឹងចឹងខ្ញុំធ្វើវីដេអូរាល់ថ្ងៃនេះពេលបានតិចតិចចឹងខ្ញុំធ្វើមកវីដេអូអីហ្នឹងតែ1នាទី2នាទីហ្នឹងចឹងខ្ញុំត្រូវយកវាទៅថែមក្នុង CapCut ហើយបានយើងអាចយកទៅផុសក្នុង YouTube បានហើយតទៅពេលខ្ញុំធ្វើចឹងទៅវាវៈអ្នកគ្នាវាធ្វើឲ្យវីដេអូយើងអត់សូវច្បាស់ក្នុង YouTube ហើយខ្ញុំសាកផុសវីដេអូក្នុង YouTube មួយដែរវាមានរយៈពេល16នាទីហើយតទៅពេលខ្ញុំសាកផុសទៅអ្នកគ្នាបាច់មើលកម្រិតភាពច្បាស់ទេវាមើលអត់យល់ខ្លាំងមែនតើមកអ្នកគ្នាចឹងខ្ញុំនិយាយដូចជាច្រើនពេកហើយចឹងខ្ញុំឈុំនិយាយយើងមកចូលក្នុងសាច់ game របស់យើងវិញបន្ទាប់ពីខ្ញុំរៀបចំផ្ទះរៀបអីហើយខ្ញុំក៏មានគំនិតមួយទៀតគឺចង់ទៅរកពងនាគថ្មីថែមមួយទៀតព្រោះអីខ្ញុំត្រូវការពងនាគភ្លើងនិងពងនាគផ្ទះដោយសារខ្ញុំមិនដែលបានសាក់នាគនឹងទេតើវាខ្លាំងមិនចឹងបន្ទាប់ពីហោះអស់មកសបកមកខ្ញុំក៏បានមកដល់សបុកនាគអីចឹងខ្ញុំក៏បានហោះដើររកវាតិចសិនទៅខ្ញុំហោះរកតាំងពីថ្ងៃរហូតដល់យប់ហើយនៅអត់ទាន់ឃើញពងនាគទេប៉ុន្តែបើខ្ញុំហោះដើររកតាក្នុងសបុកនាគហ្នឹងវាអាចឃើញប៉ុន្តែខ្ញុំចង់ដឹងថានៅកន្លែងណាវាមានកន្លែងសបុកនាគហ្នឹងទៀតវាលក្ខណៈថាកន្លែងសបុកនាគនៅហ្នឹងហើយគ្រាន់តែខ្ញុំហោះដើររកកន្លែងនាគនៅហ្នឹងអស់ពេលឡើងមកថ្ងៃពេញក្នុងហ្គេមចឹងបន្ទាប់ពីខ្ញុំហោះអស់មកសបកមកខ្ញុំក៏បានមកដល់សបុកនាគហើយខ្ញុំក៏បានឃើញពងនេះមួយដែរហើយខ្ញុំមិនដឹងថាហ្នឹងពងនាគភ្លើងហើយក្អីទេអ្នកគ្នាឃើញក្រហមហើយម្ដងកន្លែងនេះគឺខ្ញុំបានឃើញពង poison មួយទៀតហើយនឹងពងនាគភ្លើងនៅពីខាងក្រោមហ្នឹងអ្នកគ្នាមានអារម្មណ៍ថាពង poison ហ្នឹងវាសម្បូរមែនតើហើយបើពងនាគផ្ទះវិញខ្ញុំតាំងពីលេងមកមិនទាន់បានឃើញអីមកគ្រាប់អត់ហងចឹងបន្ទាប់ពីខ្ញុំគិតអស់មកសបកមកខ្ញុំក៏បានទៅយកពងនាគភ្លើងហើយនាគក៏វានៅជុំវិញហ្នឹងដែរតែខ្ញុំសង្ឃឹមថានាគរបស់ខ្ញុំអាចរត់លួយដោយសារវាមានល្បឿនរៀងលឿនដែរចឹងបន្ទាប់ពីខ្ញុំយកហើយខ្ញុំក៏បានបញ្ញាប់ហោះចេញហើយហោះទៅទូរស័ព្ទខ្ញុំវាតាក់ទៀតអ្នកគ្នាអើយអាពេលហ្នឹងខ្ញុំភ័យឡងនេះហើយនាគហោះជុំវិញហ្នឹងវាកំពុងតែដេញតាមយកពងមកវាវិញហើយជាពងហ្នឹងវាមាន level ធំអីយ៉ាងតែត្រឹមនាគកប៉ិកប៉ុកអីប៉ុណ្ណឹងវាដេញតាមខ្ញុំមិនទាន់ទេនេះខ្ញុំហោះយឺតវាដេញមិនទាន់ខ្ញុំផងបន្ទាប់ពីខ្ញុំហោះបានរៀងឆ្ងាយតិចមកខ្ញុំក៏បានឆែកមើល level តែម៉ែអ្នកគ្នា level ឡើង90ចឹង level នេះគឺធំមែនតើអ្នកគ្នាខ្ញុំយកដែរបានប៉ះ level ប៉ុណ្ណឹងទេតែអំឡុងពេលហ្នឹងគឺខ្ញុំបានជួបបញ្ហាមួយគឺខ្ញុំត្រូវចុះទៅបាញ់នាគខ្ញុំដើម្បីយកទឹកដោះប៉ុន្តែអានាគ3ក្បាលនេះវានៅហោះជុំវិញរំវងវិញហ្នឹងចឹងគោលដៅរបស់ខ្ញុំគឺទៅបញ្ឆោតអានាគទាំង3ហ្នឹងឲ្យទៅឆ្ងាយហើយចាំខ្ញុំមកបាញ់អានាគដែលនៅក្នុងទ្រុងហ្នឹងដើម្បីយកទឹកដោះវាព្រោះខ្ញុំមិនអាចទុកឲ្យវានៅនឹងបានទេព្រោះអីខ្លាចពឹងបាញ់ទៅវាមកខាំខ្ញុំងាប់អីសយបណ្ដោយចឹងបន្ទាប់ពីខ្ញុំបញ្ឆោតវាទៅឆ្ងាយហើយខ្ញុំក៏បានមកបាញ់អានាគនេះវិញហើយអ្នកគ្នាខ្ញុំសូមកាត់អាកន្លែងបាញ់នឹងចោលខ្ញុំខ្លាចអ្នកគ្នាធុញដោយសារសកម្មភាពបែបហ្នឹងអ្នកគ្នាឃើញញឹកញាប់ពេកចឹងចាប់ពីពេលហ្នឹងទៅខ្ញុំឈប់ដាក់អាពេលខ្ញុំបាញ់នាគហ្នឹងដើម្បីយកទឹកដោះហ្នឹងឯងពេលខ្ញុំបានទឹកដោះអ្នកគ្នាដឹងថាខ្ញុំបានមកពីនាគហ្នឹងឯងចាំពេលណាដែលមានឧបសគ្គនៅកន្លែងនាគហ្នឹងចាំខ្ញុំដាក់ឲ្យមើលចឹងបន្ទាប់ពីយកទឹកដោះហើយគោលដៅរបស់យើងទៀតគ្មានស្អីទេគឺទៅផ្ទះហ្នឹងពួកអីខ្លាចទឹកដោះនឹងវាខូចហោះអស់មកសបកមកខ្ញុំក៏បានមកដល់ផ្ទះហើយខ្ញុំក៏បានបញ្ញាប់យកពងនាគរបស់ខ្ញុំទៅភ្ញាស់ដែរប៉ុន្តែការភ្ញាស់នេះគឺវាអត់ញាស់ទេប្រហែលជាដោយសារវាយប់ហើយវាដាក់ធូរខូលប្រហែលជាយប់ចឹងទៅធ្វើឲ្យវាត្រជាក់ចឹងខ្ញុំក៏បានដកវាទុកសិនទៅចាំថ្ងៃចាំយើងភ្ញាស់មកទៅអត់ខាតពេលទេប៉ុន្តែរឿងមួយគឺខ្ញុំខ្លាចថាទឹកដោះនាគនឹងវាខូចទេបន្ទាប់ពីខ្ញុំចាំអស់ពេលយ៉ាងយូរមកមេឃក៏វាភ្លឺហើយខ្ញុំក៏បានយកពងនាគរបស់ខ្ញុំដើម្បីទៅភ្ញាស់ចឹងនៅក្នុងពេលនេះដែរវាគឺញាស់ហើយចឹងមានន័យថាកាលមុនគឺដោយសារវាត្រជាក់ពេកដោយសារវាពេលយប់បន្ទាប់ពីខ្ញុំចាំអស់ពេលយ៉ាងយូរមកនាគភ្លើងទី1របស់ខ្ញុំក៏វាបានញាស់ហើយចឹងខ្ញុំក៏បានចាប់វាចូលក្នុងក្រៅផតរបស់ខ្ញុំហើយខ្ញុំក៏បានយកវាចេញមកក្រៅឲ្យវាស្គាល់អាកាសធាតុពេលព្រឹកវាត្រជាក់ហើយវាស្រស់ស្រាយប៉ុណ្ណាហើយបន្ទាប់ពីយកវាចេញហើយខ្ញុំក៏បានដាក់ទឹកដោះឲ្យវាផឹកទៅទឹកដោះនេះក៏ជិតខូចដែរអ្នកគ្នាសល់ពាក់កណ្ដាល